thì có mà đại ơi thôi mà đã lại được ơi mày ơi tao giờ hơi mày giờ mình thế nào này mày mơ bị dốc bằng tiền hay đó nha dốc bằng tiền tao bài gì tính ra mày ơi coi lại cái bài mày liền không mặc hàng tròn mặc hàng bị chira mà đo phơi bay chụp buôn tròn chụp nói phơi stop bốcគ្នាពេញហឹងស្លាប់ម្នាក់រងរបួសធ្ងន់3នាក់ អាសង្ឃមកពីខាងវិជាផ្លូវពីវត្តកោះនេះមក ពីវត្តកោះមកវិជាផ្លូវចេះមក វិជាផ្លូវឡើងមករកពេលអាស្គប់ពីគេមកគ្នាគេប្រហែល3 4ម៉ូតូមកពីទៅដល់ពេលអាសង្ឃនឹងតិចផុតប្រហែលជា1ម៉ូតូ2ម៉ូតូគ្នាខាងស្គប់ពីដល់ពេលមកបុកទាំងកំស្គប់ពីនៅកណ្ដាលនោះ អូអញ្ចឹងជីវិជា2 3ម៉ូតូដូចគ្នាមក អត់ទេអាសង្ឃមកចាស់តែម៉ូតូឯងស្គប់ពីគេមកគ្នាគេ3 4ម៉ូតូ 3 4ម៉ូតូមកបងណាហើយមកដល់ត្រង់ចំណុចកន្លែងកើតហេតុនេះយ៉ាងម៉េចបងបានបុកគ្នាអញ្ចឹង កិច្ចដូចជាកិច្ចផុតគ្នាខាងស្គប់ពីមក2 3ម៉ូតូដែរដល់ពេលឲ្យមកបុកទាំងស្គប់ពីនៅទាំងកណ្ដាលនោះ អញ្ចឹងមិនមែនមកស្របចេះវិជារៀងឆ្លងវិជាចេះទេគឺមកវិជាទាំងស្រុងហ្មង មកពីច្រាស់ពីកងវត្តកោះមក អូអញ្ចឹងបើវិជាមកហ្មង ពីគេខាងអាសង្ឃមកច្រាស់ផ្លូវ អ្នកដែលស្លាប់ហ្នឹងអ្នកភាគីខាងអាសង្ឃនេះឬខាងស្គប់ពីបង ខាងអាសង្ឃ ខាងអាសង្ឃអញ្ចឹងវ័យស្បាគ្នាជី2នាក់ដូចគ្នា បាទពីដល់2ទេម៉ូតូនឹង2 បងប្អូនម្ដាយកំពុងតែបយុសរោមពេលឮដំណឹងថាកូនបានស្លាប់បាត់បង់ជីវិតដល់សរោមចេញរត់មកមើលកូនជាក់ស្ដែងមកដល់កន្លែងកើតហេតុកូនពិតជាបានស្លាប់បាត់បង់ជីវិតពិតមែនដោយកូនរបស់គាត់បានជិះម៉ូតូទ្រីមសង់ដុកគ្នា2នាក់ដែលតាមប្រភពព័ត៌មានយើងទទួលបានពីបងប្អូនប្រជាពលរដ្ឋធ្វើការបច្ច្រាស់ផ្លូវមកជិះបច្ច្រាស់ផ្លូវមកលឿនដូចគ្នាជាមួយម៉ូតូរបស់ស្គប់2បាទជាមួយម៉ូតូស្គប់2ដែលជិះគ្នា2នាក់ដូចគ្នាបងប្អូនបាទគឺបច្ច្រាស់ផ្លូវមកតែម្ដងគឺកំ plei តេតមកដល់ត្រង់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូស្គប់2បណ្ដាលឲ្យខ្ចាត់ទៅមកខាងផ្លូវបោកក្បាលស្លាប់យ៉ាងរន្ធត់ផ្ទាល់តែម្ដងនេះគឺជាស្ថានភាពរបស់ម៉ូតូទាំងពីរគ្រឿងដែលម៉ូតូទ្រីមសង់ខាងលើនេះដែលជាម៉ូតូរបស់អ្នកដែលស្លាប់អង្គុយពីលើម៉ូតូនឹងផងដែរដែលបានខ្ទេចពីមុខតែម្ដងចំណែកឯម៉ូតូស្គប់2គឺរងរបួសធ្ងន់2នាក់សរុបនៅកន្លែងកើតហេតុស្លាប់ម្នាក់របួសធ្ងន់ដល់ទៅ3នាក់បងប្អូនបាទខាងស្គប់2នាក់ខាងអាសង្ឃ2នាក់ស្លាប់ខាងអាសង្ឃម្នាក់និងរងរបួសធ្ងន់ម្នាក់ផងដែរបងប្អូនប្រិយមិត្តជនយើងដែលតាមដានទស្សនាហើយត្រង់ចំណុចទីតាំងកន្លែងកើតហេតុនេះគឺនៅតាមបណ្ដោយផ្លូវព្រះមនីវង្សនៅត្រង់ចំណុចស្តុបប្រាសាទពេជ្រកាយនឹងផ្លូវ184តែម្ដងដែលនៅក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញបងប្អូនបានឃើញជាក់ស្ដែងនៅត្រង់ចំណុចទីតាំងកន្លែងកើតហេតុសុទ្ធតែជាបំណែករបស់ម៉ូតូបាទនឹងស្បែកជើងបាទរបស់ជនរងគ្រោះទាំងសងខាងបងប្អូនប្រិយមិត្តជនបាទម៉ូតូហ្នឹងជីយ៉ាងម៉េចបងទាំងពីរគ្រឿងហ្នឹងបង អាសង្ឃមកពីខាងវិជាផ្លូវពីវត្តកោះនេះមកបង ពីវត្តកោះមកវិជាផ្លូវចេះមក វិជាផ្លូវឡើងមកដល់ពេលអាស្គប់ពីគេមកគ្នាគេប្រហែល3 4ម៉ូតូមកពីណាទៅដល់ពេលអាសង្ឃនឹងកិច្ចផុតប្រហែលជា1ម៉ូតូ2ម៉ូតូគ្នាខាងស្គប់ពីដល់ពេលមកបុកទាំងតាមស្គប់ពីនៅកណ្ដាលខ្នល់ហ្មង អូអញ្ចឹងជីវិជា2 3ម៉ូតូដូចគ្នាមក អត់ទេអាសង្ឃមកចាស់តែម៉ូតូឯងស្គប់ពីគេមកគ្នាគេ3 4ម៉ូតូ 3 4ម៉ូតូមកបងណាហើយមកដល់ត្រង់ចំណុចកន្លែងកើតហេតុនេះយ៉ាងម៉េចបងបានបុកគ្នាអញ្ចឹង កិច្ចដូចជាកិច្ចផុតគ្នាខាងស្គប់ពីមក2 3ម៉ូតូដែរដល់ពេលឲ្យមកបុកតាមស្គប់ពីនៅទាំងកណ្ដាលខ្នល់ អញ្ចឹងមិនមែនមកស្របចេះវិជារៀងឆ្លងវិជាចេះទេគឺមកវិជាទាំងស្រុងហ្មង មកពីច្រាស់ពីកងវត្តកោះមក អូអញ្ចឹងបើវិជាមកហ្មង ពីគេខាងអាសង្ឃមកច្រាស់ផ្លូវគេ អ្នកដែលស្លាប់ហ្នឹងអ្នកភាគីខាងអាសង្ឃនេះឬខាងស្គប់2បង ខាងអាសង្ឃ ខាងអាសង្ឃ បាទ អញ្ចឹងវ័យស្បាគ្នាជី2នាក់ដូចគ្នា បាទបង2ដល់2ទេម៉ូតូនឹង2អ្នកទាំងអស់ បងប្អូនឥឡូវនេះម្ដាយរបស់គាត់បានមកដល់ត្រង់ចំណុចទីតាំងកន្លែងកើតហេតុហើយទាំងដៃកំពុងតែដោះសរោមថយថ្មីពេលដែលទទួលដំណឹងថាកូនបានស្លាប់បាត់បង់ជីវិតនាវេលាទៀបភ្លឺឈានចូលថ្ងៃទី2ខែឧសភាឆ្នាំ2026នេះមកដល់ត្រហោយំដង្ហើយហើយកូនឲ្យក្រោកឡើងប៉ុន្តែมันអាចទេដោយសារកូនរបស់គាត់នឹងបានស្លាប់បាត់បង់ជីវិតបាត់ហើយដោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋគឺកូនរបស់គាត់ហ្នឹងគឺជិះម៉ូតូទ្រីមសង់ហ្នឹងបច្ច្រាស់គ្នា2នាក់ប៉ុន្តែយើងមិនទាន់ដឹងថាអ្នកស្លាប់ហ្នឹងអ្នកបើកឬក៏អ្នកដែលរងរបួសធ្ងន់បើកទេប៉ុន្តែចាស់ស្ដាយគឺបានស្លាប់ម្នាក់នៅកន្លែងកើតហេតុហើយរបួសធ្ងន់3នាក់កំពុងតែសង្គ្រោះបន្ទាន់ផងដែរបងប្អូនប្រិយមិត្តជនយើងបាទឥឡូវនេះក្រុមគ្រួសាររបស់គាត់បានមកដល់ហើយក៏ចូលរួមសោកស្ដាយចំពោះក្រុមគ្រួសារនៃសពដែលបានបាត់បង់នៅសមាជិកក្រុមគ្រួសារហើយបងប្អូនបើកបរប្រុងប្រយ័ត្នទាំងអស់គ្នារាល់ពេលដែលធ្វើដំណើរតាមផ្លូវទៅតែគ្រប់ច្បាប់ចរាចរណ៍កុំជិះបច្ច្រាស់កុំជិះបំពេញភ្លើងស្តុបអរគុណច្រើនប្រិយមិត្តតាមដាន